បាទសួស្តីបងប្អូនផ្នែកខ្ញុំមកទៀតថ្ងៃយើងជួបគ្នាជាមួយនឹងមេរៀនថ្មីបាទទម្រង់ system ទប់ទល់ជាមួយទម្រង់ set ចងស្ដាំបាទអញ្ចឹងកុំឲ្យខាត់ពេកចូលទៅយើងទៅបាទខាងសគេកាន់ទម្រង់ set ចងស្ដាំបាទគេដើមមុនឡើងគោលបាទយើងឡើងគោលគ្នាបាទគេចេញថៃមុខគ្នាមកបាទយើងចេញថៃមុខគ្នាគ្នាតមកគេក៏ចេញថៃពីផែននេះបាទទំនុកចង់ក្តាមយើងមិនអាចគេស្កតក៏បោះយើងកាត់អាសក៏បាទជាយើងបោះសេះឡើងមកលើបាទយើងស៊ីផ្ដាច់ភ្លាមបាទមុនពេលសេះនេះបោះមកបាទស៊ីផ្ដាច់ហើយម្ដងទៅបាទស៊ីផ្ដាច់ទៅគេយកថៃស៊ីឲ្យមានរើសតមកយើងបោះសេះឡើងកាក់មកឲ្យស្កតគេក៏ហោះនាងឡើងមកលើយើងបោះសិនបាទពេលសំខាន់ពុកផែនកាយយើងចាត់ហើយនេះអញ្ចឹងដល់ពេលបោះផែនទៅសំខាន់ពេលស្កតទៅគេអត់នេះគេក៏បោះផែនហើយបាទទម្រង់ផែនចំតាមយើងទម្រង់ផែនទឹមតោះមកយើងស្កតតែម្ដងយើងចាត់ទល់តែម្ដងទៅយើងទល់ទៅហេតុផលដែលបោះផែននេះគឺមកឲ្យគេស្កតហើយនេះបាទពេលយើងទល់ទៅប្រហែលជាគេមិនស៊ីទេគេឡើងគោលបាទទម្រង់គោលក្រោយនាងនេះឲ្យពូធ្វើគោលច2បន្តមកគឺយើងបាទឡើងគោលលើមួយជើងទៀតយើងអត់តឡើងគោលនេះទេបាទសំខាន់គោលនេះពូផែនកាយយើងគឺយើងស៊ីផ្ដាច់ហើយយើងចាត់ឲ្យទៅអញ្ចឹងគេក៏អត់តធ្វើដែរគេ clear ស្ដាច់បាទគេ clear ស្ដាច់បន្តមកយើងស៊ីហើយចេញខែតែម្ដងបាទអញ្ចឹងគេក៏បាទយកហើយស៊ីបាទយើងចាក់ឲ្យខាងក្រៅទៅមួយបាទចាក់ទៅបាទអញ្ចឹងគេមានអាកាសស្កតគេស្កតបាទគេស្កតឬមួយក៏ទៅឲ្យស៊ីយើងស៊ីបាទទៅស៊ីតែថ្ងៃនេះយើងនិយាយករណីគេបាទគេស្កតមកតែម្ដងកន្លងនេះយើងអាចស៊ី2បានតែយើងអត់ស៊ី2ទេកន្លងនេះគឺយើងទៅហួសតែម្ដងបាទនេះហើយដែលយើងហេតុផលដែលយើងឡើងគោលមកដល់ទីតាំងលេងមុនបាទដល់ពេលយើងចាក់ទៅគេស្កតយើងទៅហួសបាទយើងគេក៏បាទឡើងគោលមកទប់បាទឡើងគោលមកទប់ព្រោះខ្លាចយើងខ្វែងសេះទៅសៀននេះលើយើងឡើងគោលមកចងឲ្យហើយបន្ទាប់មកគឺយើងបាទគ្នាស្ដាច់មុនបាទគ្នាស្ដាច់មកខាងស្ដាំដៃតែម្ដងព្រោះទីតាំងខាងនេះដូចជាមិនសូវមានសុខភាពមកទេអញ្ចឹងយើងឃ្លៀបស្ដាច់មកខាងស្ដាំដៃតែម្ដងគេក៏មិនតន់ធ្វើដែរអាចគេចេញទូបាទចេញទូរហូតទីតាំងធ្លាយយើងអាចបាទងាកដាច់មួយជើងទៀតដើម្បីឡើងគោលទៅទីតាំងនេះខាងសអាចបាទអាចគេចេញថៃបើកថៃនេះឬមួយក៏គេដើរទូអញ្ចឹងបើគេដេញប្រភេទនេះគឺយើងកន្លាច់យើងអត់តន់ស្វៀងកន្លាច់ដេញសេះបាទដេញសេះគេបាទអញ្ចឹងគេដេញបានទេបាទបើគេតយើងក៏អត់បញ្ហាដែរតបាទតយើងមិនបាត់មិនរត់ទេយើងឡើងគោលអញ្ចឹងគេអាចដាក់ទូកឬក៏គេបាទដាក់ទូកចុះយើងឡើងគោលបាទតមកគេអាចនឹងបាទចេញថៃប្រភេទនេះបាទដើម្បីទប់ខ្វែងសេះបាទកាលណាថៃមិនបើកទៀតសេះនេះវាអត់មានចលដែរអញ្ចឹងគេបើកថៃប្រភេទនេះយើងអាចបាទដាក់ទូមកកាំរងចាំមើលថាតើខាងសគេដើរអីបាទអញ្ចឹងហើយនេះគេមិនអាចមកបានទេបាទមកទៅយើងចាក់ដេញសេះឲ្យយើងបកតែម្ដងសេះនេះរត់នឹងបកអញ្ចឹងតាក់តងហើយខាងចុងនេះសមកបានទេបាទបើកន្លងគោលនេះក៏យើងអត់បញ្ហាដែរព្រោះយើងគោលវាអត់ពេញទេបើនាងយើងកន្លងទៅដែរចុះបើគេមកចុងបាទទៅធ្វើបែបបាទនៅពេលដែលគេមកចុងគឺយើងបាទចេញថៃមកគូទៅតែម្ដងថៃមកគូគេថាដោះស្រាយបើគេមិនដោះស្រាយទេគឺយើងច្រានបាទយើងច្រានទៅហើយដេញសេះទៅបានបកថៃមួយមុនស្នាក់ដូចស្នាក់បានាងអញ្ចឹងពេលយើងទៅថៃមកគូទៅអីគេប្រហែលជាអាចនឹងបាទរត់មកកាក់មកឲ្យយើងទៅមុខទៀតឬមួយក៏គេរត់មកទាំងដែរបាទអញ្ចឹងព្រៀបយើងគឺព្រៀបទីតាំងខាងនេះមួយបាទ
បើគេបោះមកទុំមិនឲ្យយើងទៅបាទយើងអាចបាទនេះកន្លែងនេះយើងអាចទៅថៃពេញតែម្ដងបាទទៅពេញហ្នឹងបើកន្លងគោលបាទយើងស៊ីយើងអាចទៅគោលមួយជើងបាទទៅគោលមួយជើងបើគេផ្ដោងគោលទៀតបាទបើគេផ្ដោងគោលទៀតយើងអាចដេញបាទអាចដេញបាទដេញទៅធ្លាក់មកគោលមកបាទអញ្ចឹងកន្លងនេះគឺយើងប្រៀបពីទីដាំងទី1គឺខាងនេះបាទយើងត្រៀមបកបាទពេលយើងមានឱកាសព្រោះទៅយើងបកបានមុនយើងឈ្នះខាងនេះក៏យើងប្រៀបដែរថាខាងសគេរៀងជាប់គាត់បាទថាគួយយើងជុំនេះជុំជាមួយនេះអញ្ចឹងដកអីពេញតែបានទេបើយើងដេញប៉ាប់ទៅគេស៊ីបាទគេលឹបបាទយើងចាប់ដើមសេរីគាត់ទៀតបាទអាចដាក់ទូងចំតាំងនេះដើម្បីបំពេញទៅបាទអញ្ចឹងយើងផ្នែកយើងប្រៀបបាទផ្នែកខាងនេះវាសុវត្ថិភាពបាទផ្នែកខាងនេះគឺយើងមានឱកាសរងចាំមានឱកាសយើងទៅហើយយើងបកនេះបានគឺយើងដូចឈ្នះមកនាងអញ្ចឹងបាទនាងដដែលបើករណីគេកន្លាច់នាងដេញយើងកន្លាច់មកខាងនេះគឺយើងគ្រប់គ្រងបកនេះបានស្រួលបាទហើយយើងរស់នាងទៅតែម្ដងអញ្ចឹងវីដេអូនេះខ្ញុំមិនបន្តទៅមុខទេជួបគ្នានៅមេរៀនបន្ត